ទីតាំងបង្កប់សេវាផ្លូវភេទយីហោម៉ាសាសុខភាពត្រូវអាជ្ញាធរបង្ក្រាបនិងរំដោះនារីជនរងគ្រោះចំនួន5នាក់រាជធានីភ្នំពេញទីតាំងម៉ាសាបង្កប់សេវាកម្មផ្លូវភេទត្រូវបានសមត្ថកិច្ចជំនាញផ្នែកជួញដូរមនុស្សបង្ក្រាបកាលពីយប់ថ្ងៃទី19ខែមិថុនាឆ្នាំ2025នៅចំណុចផ្ទះលេខ139 141តាមបណ្ដោយផ្លូវលេខ 8M ភូមិស្ងួនពេជ្រសង្កាត់កន្តុកខណ្ឌកំពូលរាជធានីភ្នំពេញប្រតិបត្តិការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯកជួនណារិនស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិកជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងបង្រួមពីលោកស្រីផាន់សុគន្ធាព្រះរាជអាជ្ញារងអមសាលាដំបងរាជធានីភ្នំពេញបានឃាត់ខ្លួនមនុស្សចំនួន6នាក់ក្នុងនោះស្ត្រីជាថៅកែហាងម៉ាសាហើយ5នាក់ទៀតជានារីរងគ្រោះនិងវត្ថុតាងមួយចំនួនផងដែរទោះជាយ៉ាងណាក៏ដោយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាក្នុងការបម្រើសេវាកម្មម្ដងម្កាលមានតម្លៃចាប់ពី$20ទៅ$30រីឯជនបរទេសវិញមានតម្លៃចាប់ពី$50ទៅដល់$150បច្ចុប្បន្នស្ត្រីជាមេការត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនខ្លួនធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ចំណែកឯនារីរងគ្រោះចំនួន5នាក់និងស្ត្រីជាភេទទី3ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញបរិសុទ្ធជនជាតិអង់គ្លេសរត់ពន្ធកញ្ឆាក្រៀមពីថៃជាប់អន្ទាក់អាជ្ញាធរខ្មែរនៅប្រលានយន្តហោះភ្នំពេញរាជធានីភ្នំពេញបរិសុទ្ធជនជាតិអង់គ្លេសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចជំនាញផ្នែកគ្រឿងញៀនចាប់ខ្លួនភ្លាមក្រោយរកឃើញជាប់ពាក់ព័ន្ធករណីរត់កញ្ឆាក្រៀមជិត20គីឡូក្រាមពីប្រទេសចិនតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះបើតាមការឲ្យដឹងពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី20ខែមិថុនាឆ្នាំ2025នេះប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី17ខែមិថុនាដោយអនុវត្តតាមបទបញ្ជាលោកនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយសមត្ថកិច្ចគយនិងរដ្ឋកោប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងសម្របសម្រួលនីតិវិធីលោកសិទ្ធិវណ្ណៈព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងរាជធានីភ្នំពេញបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនតាមផ្លូវអាកាសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញធ្វើការចាប់ខ្លួនជនល្មើសម្នាក់សញ្ជាតិអង់គ្លេសអាយុ41ឆ្នាំជាលទ្ធផលកម្លាំងជំនាញបានរកឃើញវត្ថុតាងកញ្ឆាក្រៀមចំនួន22ដុំស្មើនឹងទម្ងន់19គីឡូ902ក្រាមបច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់សូមជម្រាបជូនថាបើតាមការបញ្ជាក់ពីមន្ត្រីជំនាញក្នុងរយៈពេលប្រមាណសប្តាហ៍ចុងក្រោយនេះក្រុមអ ுக ្រិតជនបានធ្វើសកម្មភាពដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនមានការកើនឡើងគួរឲ្យកត់សម្គាល់ហើយតាមការស៊ើបសង្កេតកញ្ឆាក្រៀមទាំងនេះគឺមានប្រភពមកពីប្រទេសថៃ